នេះគឺជាកណ្ដឹងទេពវាបានបង្វិលខ្លួនលើអាកាសយ៉ាងយូរបុរសម្នាក់នេះចង់សាកវិជាសូរជាមួយកណ្ដឹងនោះតែត្រូវវេទមន្តរបស់កណ្ដឹងធ្វើឲ្យរលាយខ្លួនបាត់ការពិតកណ្ដឹងនេះគឺជាកម្លាំងទេពដែលបន្សល់ទុកពីអ្នកខ្លាំងកាលពីបុរាណអ្នកដែលមានក្បាច់គុណមិនគ្រប់គ្រាន់គ្រាន់តែចូលចិត្តក៏ស្លាប់ភ្លាមតែបើអ្នកណាអាចទៅដល់កន្លែងកណ្ដឹងនោះបានអ្នកនោះអាចមានអាយុជីវិតរហូតដល់ 100000 ឆ្នាំមានកម្លាំងគ្មានគូប្រៀបទៀតផងដូច្នេះទោះបីការចូលទៅជិតកណ្ដឹងមានគ្រោះថ្នាក់ខ្លាំងក៏ដោយមេបាក់មួយចំនួននិងអ្នកមានក្បាច់គុណមិនទាន់ដល់កម្រិតនៅតែនាំគ្នាព្យាយាមសម្រុកចូលដោយមិនខ្លាចបាត់បង់ជីវិតឡើយពួកគេទើបតែចូលទៅជិតតំបន់កណ្ដឹងនោះក៏ត្រូវផ្ទុះបែកឈាមពេញដីខ្លួនប្រាណគ្មានសល់បំណែកឡើយពិតមែនកណ្ដឹងទេពនេះពិតជាមានកម្លាំងខ្លាំងមែនសិស្សដែលទើបនឹងចូលរៀននៅប៉ាក់ខ្ញុំឥឡូវពួកគេស្លាប់អស់ហើយសូម្បីតែ5ជំហានក៏ពួកគេចូលមិនរួចដែរបើចង់ប៉ះកណ្ដឹងដ៏ធំនោះត្រូវតែឈរឲ្យជិតត្រឹម3ជំហានប៉ុណ្ណោះអ្នកដែលមានក្បាច់គុណត្រឹម7ភាគមិនចាំបាច់ទៅរកស្លាប់ទេលោកគ្រូទុកឲ្យខ្ញុំសាកល្បងមើលលោកប្រុសខាងនេះបើចូលទៅមួយជំហានទៀតភ្លើងកណ្ដឹងទេពនឹងផ្ដាច់ជីវិតរបស់លោកឲ្យคล้ายទៅជាភេមិនខានបុរសនោះដាស់តឿនក្នុងបំណងល្អតែត្រូវអ្នកនៅជុំវិញនោះសើចចំអកដោយចោទគាត់និយាយគ្មានការពិតចេះតែនិយាយផ្ដេសផ្ដាសឯងនិយាយផ្ដេសផ្ដាសស្អីខ្ញុំបានដើរអស់6ជំហានហើយបើខ្ញុំដើរបាន1ជំហានទៀតខ្ញុំនឹងធ្វើឲ្យឯងស្លាប់គ្មានដីកប់ទេឆាប់ថយក្រោយមកនៅមិនទាន់ហួសពេលបើចូលចិត្ត1ជំហានទៀតលោកប្រកាសជាស្លាប់អាក្មេងចង្រៃឯងបើកភ្នែកធំមើលឲ្យហើយទៅខ្ញុំនឹងចូលទៅជិតកណ្ដឹងនោះចាំមើលវាចាត់ការខ្ញុំដោយរបៀបណាមិនមានពេលសម្រាប់លោកនិយាយច្រើនទេលោកដើរមិនដល់7ជំហាននោះទេហើយលោកក៏មិនអាចដោះស្រាយវាបានដែរឆាប់ចុះមកទាន់មានឱកាសរស់ហើយនេះជាការដាស់តឿនរបស់ខ្ញុំជាលើកចុងក្រោយបុរសនោះមិនព្រមស្ដាប់រួចបានបោះជំហានទៅមុខលទ្ធផលដែលបុរសនោះទទួលបានគឺអាក្មេងតូចគេដើរបាន7ជំហានហើយដូចជាគ្មានអ្វីកើតឡើងទេឯងឃើញទេឯងកុំចេះតែនិយាយកុហកគេអីពេលនោះស្រាប់តែកណ្ដឹងទេពបានបញ្ចេញដុំភ្លើងយ៉ាងធំសម្ដៅទៅបុរសនោះធ្វើឲ្យខ្លួនរបស់គាត់ឆាបឆេះយ៉ាងសន្ធូសន្ធៅរហូតរលាយខ្លួនបាត់ពីលើលោកពួកគេបានត្រឹមឈរបើកភ្នែកធំមើលបុរសនោះត្រូវភ្លើងទេពឆេះពេញខ្លួនដោយពុំមានវិធីជួយសង្គ្រោះបុរសនោះបានទេពួកគេបាននឹកឃើញសម្ដីដែលក្មេងប្រុសនោះនិយាយអ្វីដែលក្មេងប្រុសនេះនិយាយគឺត្រូវពិតមែនសូម្បីតែគ្រូដែលមានក្បាច់គុណខ្ពង់ខ្ពស់ក៏មិនអាចចូលចិត្តកណ្ដឹងនេះបានដែរខ្ញុំសូមចេញបញ្ជាហាមអ្នកដែលមានក្បាច់គុណកម្រិតក្រោម7ភាគមិនអនុញ្ញាតឲ្យសាកល្បងឡើយមិនថាកម្រិត7ឬខ្ពស់ជាងនេះសូម្បីតែកម្រិតលើយន្តអ៊ីង7ភាគក៏សាកមិនបានដែរក្នុងលោកទាំងមូលនេះមានតែខ្ញុំទេទើបអាចគ្រប់គ្រងកម្លាំងកណ្ដឹងនេះបានស្អីគេឯងនិយាយក្អេកក្អាងពេកហើយពេលនោះអ្នកនាងត្រកូលស៊ុនក៏មកដល់កម្រិតក្បាច់គុណ7ភាគខ្ញុំសុកចិត្តសាកល្បងប៉ុន្មានដងទៀតក៏ឥតប្រយោជន៍ដែរពួកអ្នកទាំងអស់គ្នាគ្រាន់តែនាំគ្នាមកស្លាប់ទទេឯងនិយាយស្អីខ្ញុំបានដល់កម្រិតយន្តអ៊ីងហើយបើខ្ញុំមិនមែនជាអ្នកខ្លាំងឬមួយឯងជាអ្នកខ្លាំងមិនបាច់ខ្វល់ទេកូនស្រីរបស់ប៉ាកូនជាមនុស្សដែលមានវាសនាខ្ពស់របស់ត្រកូលស៊ុនកូនច្បាស់ជាគ្រប់គ្រងកណ្ដឹងទេពនេះបានកូនស្រីត្រកូលស៊ុនបានឡើងជណ្ដើរម្ដងមួយកម្មដោយអំនួតអួតអាងនាងបានឡើងរហូតដល់កម្រិតយន្តអ៊ីងតែនាងមិនអាចទៅមុខបានទៀតឡើយពេលនេះនាងបានឡើងដល់ចំណុចកំពូលបាត់ហើយកូនស្រីត្រកូលស៊ុននាងពិតជាអាចដើរចូលដល់ក្បែរកណ្ដឹងទេពបានមែនឬបាន8ជំហានហើយសមជាកូនស្រីរបស់ខ្ញុំមែនប្រកាសជាអាចគ្រប់គ្រងកណ្ដឹងទេពធ្វើឲ្យត្រកូលស៊ុនមានអំណាចខ្លាំងជាមិនខានដល់ដំណាក់កាលយន្តអ៊ីងហើយប្រសិនបើនាងនៅតែបន្តដើរទៅមុខមួយជំហានទៀតកម្លាំងរបស់កណ្ដឹងនឹងបញ្ចេញចំហាយទឹកកកយ៉ាងក្រាស់ធ្វើឲ្យនាងកករឹងនាងស្លាប់ជាមិនខានខ្ញុំទ្រាំនឹងឯងយូរហើយបើឯងហ៊ានធ្វើឲ្យខ្ញុំខឹងម្ដងទៀតខ្ញុំនឹងយកដាវនេះសម្លាប់ឯងចោលហើយបាន9ជំហានកន្លះហើយកូនស្រីត្រកូលស៊ុនពិតជាមានសមត្ថភាពពិតមែនប្រយ័ត្នផងលោកប៉ាជួយកូនផងហេតុអ្វីស្រាប់តែត្រជាក់ខ្លាំងម្ល៉េះមិនល្អទេថយចេញកូនស្រីខ្ញុំនេះជាកំហឹងនៃកម្លាំងកណ្ដឹងទេពបើលោកនៅតែចង់ចូលទៅទៀតខ្ញុំក៏មិនអាចការពារលោកបានដែរតើត្រឹងឲ្យខ្ញុំឈប់បើកភ្នែកធំមើលកូនស្រីខ្ញុំស្លាប់ដោយសារចំហាយទឹកក៏មែនទេ
គឺមកពីគេមិនស្គាល់ដែនកំណត់ខ្លួនឯងចង់ទៅគ្រប់គ្រងកណ្ដឹងទេពតែលើបែរជាត្រូវកម្លាំងទេពគ្រប់សង្កត់ទៅវិញដូច្នេះផលចុងក្រោយនេះក៏ជាវាសនាដែលទេវតាជាអ្នកកំណត់ដែរ លោកម្ចាស់ឆាប់ត្រឡប់ទៅវិញភ្លាមទៅអាកាសធាតុត្រជាក់បែបនេះខ្ញុំមិនអាចទប់ទល់បានទេមែនហើយលោកម្ចាស់ ពេលនោះរូបរាងកាយដ៏ស្អាតរលោងរបស់កូនស្រីត្រកូលសុនត្រូវបានផ្ទុះជាបំណែកតូចៗធ្លាក់លើដីคล้ายជាកំទេចធូលីមើលស្ទើរមិនឃើញឪពុករបស់នាងបានត្រឹមឈរស្រែកយំដែលមិនអាចជួយកូនបាន ខ្ញុំបាននិយាយតាំងពីយូរហើយថាកម្លាំងកណ្ដឹងទេពមិនមែនមនុស្សធម្មតាអាចទៅក្បែរបាននោះទេតែពួកលោកនៅតែមិនព្រមស្ដាប់ឬមួយមានតែពួកយើងដែលឆ្លងផុតកាលៈទេសៈគ្រោះថ្នាក់នេះទេទើបអាចចូលទៅចិត្តវាបានកម្លាំងទេពគឺនៅតែជាកម្លាំងទេពអ្នកណាបានវានឹងគ្មានគូប្រៀបឡើយដើម្បីបានកំណប់ឋានសួគ៌មួយនេះគឺត្រូវតែប្រថុយហើយខ្ញុំគិតថាអ្នកដែលអាចចូលចិត្តកណ្ដឹងទេពនេះបានមានតែលោកគ្រូធំទាំង4ប៉ុណ្ណោះ អ្នកទាំងអស់គ្នាមានអ្នកណាហ៊ានសាក់ទៀតទេបើមិនមានទេដល់វេនខ្ញុំម្ដងខ្ញុំគិតថាឯងកំពុងរកស្លាប់ហើយអ្នកដែលមានក្បាច់គុណខ្លាំងជាងឯងគេដើរមិនបាន3 4ជំហានផងចុះឯងដែលទៅហ្វឹកហាត់ក្បាច់គុណតើមានកម្លាំងមកពីណាដើម្បីឡើងទៅលើនោះណែក្មេងតូចកុំលោភលន់ចង់បានកម្លាំងទេពនោះប្រយ័ត្នបាត់បង់ជីវិតនាំស្ដាយក្រោយឆាប់ថយចេញទៅមែនហើយកម្លាំងនេះមានតែលោកគ្រូធំទាំង4ប៉ុណ្ណោះទើបអាចចូលបាន ចំណែកឯងប្រហែលដើរបានត្រឹមតែ3ជំហានប៉ុណ្ណោះបើខ្ញុំធ្វើមិនបានពួកគេក៏មិនអាចធ្វើបានដែរបើគ្រូធំទាំង4នៅមុខខ្ញុំព្យាយាមសម្រុកទៅមុខទាំងអស់គ្នានោះបើស្រាលគឺត្រឹមបាត់បង់វិជ្ជាគុណបើធ្ងន់គឺបាត់បង់ជីវិតឯងឈួតហើយគ្រូទាំង4មានគេឈ្មោះល្បីល្បាញគាត់អាចឆ្លងផុតគ្រោះមហន្តរាយគ្រប់ដំណាក់កាលឈានដល់កម្រិតដ៏អស្ចារ្យឯងមកនិយាយបែបនេះមិនត្រឹមត្រូវនោះទេតាមពិតឯងមិនសមមានមុខនៅទីនេះនិយាយផ្ទះផ្ដាស់នោះទេកម្រិតកម្ពស់នៃគ្រូទាំង4អាចធ្វើអ្វីបានបើមិនមែនជាមនុស្សមានបុណ្យទេទោះជាមហាទេពសុនអូខុងក៏មិនអាចគ្រប់គ្រងកម្លាំងកណ្ដឹងទេពនេះបានដែរក្មេងល្ងងឯងនេះហ៊ានអួតក្អេងក្អាងម្ដងហើយម្ដងទៀតឯងមើលមកលោកគ្រូពួកយើងដូចជាមនុស្សគ្មានបានការពួកគាត់ជាគ្រូធំទាំង4មិនខ្លាចនោះទេហើយក៏មិនព្រមស្ដាប់តាមឯងដែរលោកគ្រូខ្ញុំសូមអនុញ្ញាតចាត់ការដេញអាល្អិតនេះចេញពីកន្លែងនេះលោកគ្រូពួកយើងសុទ្ធតែជាអ្នកហាត់ក្បាច់គុណឈានដល់កម្រិតទេវដែលហេតុអ្វីត្រូវរវល់នឹងក្មេងតូចម្នាក់នេះ ត្រូវហើយកម្រិតក្បាច់គុណដ៏អស្ចារ្យរបស់គ្រូទាំង4របស់យើងឯងអ្នកហាត់ក្បាច់គុណតូចតាចមិនអាចយល់បានទេឯងមិនមានឱកាសឡើងទៅកន្លែងកណ្ដឹងទេពនោះទេពួកយើងនឹងឡើងទៅគ្រប់គ្រងកណ្ដឹងទេពនោះឲ្យមនុស្សអំនួតដូចឯងដឹងថាអ្វីទៅដែលហៅថាកម្រិតគ្រូធំដូច្នេះគ្រូធំទាំង4បានចេញមុខហើយច្បាស់ជាអាចគ្រប់គ្រងលើកម្លាំងទេពនេះបានពួកយើងទៅ គ្រូធំទាំង4ចេញមកហើយច្បាស់ជាអាចគ្រប់គ្រងកម្លាំងកណ្ដឹងទេពបានមិនខានពួកគាត់ឡើងបាន12ជំហានហើយឃើញច្បាស់ហើយឬនៅអាក្មេងតូចពួកគាត់ពិតជាមានក្បាច់គុណខ្លាំងដល់កម្រិតអាចគ្រប់គ្រងកម្លាំងកណ្ដឹងទេពគឺជារឿងតូចតាចសម្រាប់ពួកគាត់ហើយពួកគាត់ស័ក្តិសមជាអ្នកលេខ1ក្នុងប្រទេសយើងគ្មានគូប្រៀបឡើយ ឈានដល់10ជំហានហើយគ្រូធំពិតជាពូកែណាស់កម្លាំងកណ្ដឹងទេពមិនមានប្រតិកម្មអ្វីលើពួកគាត់ទេចាំមើលពួកគាត់អាចគ្រប់គ្រងកម្លាំងនោះបានទេមើលចុះសល់តែ3ជំហានទៀតទេគ្រូធំទាំង4អាចគ្រប់គ្រងកម្លាំងកណ្ដឹងទេពបានហើយបើហ៊ានដើរទៅមុខមួយជំហានទៀតទោះជាគ្រូធំក៏មិនអាចទប់ទល់នឹងកំហឹងកណ្ដឹងទេពបានដែរពួកគេនឹងត្រូវរន្ទះពីឋានសួគ៌ហើយក៏រលាយខ្លួនខ្លាចជាភ័យផង់ពួកគេប្រកាសជាបាត់បង់ជីវិត លោកគ្រូធំទាំង4ប្រញាប់ត្រឡប់មកវិញមកនៅមិនទាន់ហួសពេលដើរមើលចឹងនាំតែខាត់ពេលឥតប្រយោជន៍ទេទុកឲ្យខ្ញុំវិញឯកុំនិយាយផ្ដេសផ្ដាសយើងមានគ្នា4នាក់យើងរួមកម្លាំងគ្នានឹងអាចគ្រប់គ្រងកម្លាំងកណ្ដឹងនេះបានពេលនោះពួកយើងនឹងទទួលបានមហិទ្ធិឫទ្ធិកម្ពុជាពីកណ្ដឹងទេពឈានដល់ជីវិតអមតៈពួកយើងត្រូវតែរួមកម្លាំងគ្នាចាប់ផ្ដើមភ្លាមទៅ Vivo ហើយ ហេតុអីយើងមិនអាចគ្រប់គ្រងវាបានកណ្ដឹងទេពនេះមានកម្លាំងខ្លាំងណាស់ពួកយើងមិនអាចទប់ទល់បានទេបើនៅតែបន្តទៀតពួកយើងទាំងអស់គ្នានឹងត្រូវបាត់បង់ជីវិតហើយឆាប់គេចចេញ អូព្រះអើយលោកគ្រូធំទាំងពីរត្រូវរន្ទះបាញ់ស្លាប់ខ្លាចជាភ័យបាត់ទៅហើយមើលទៅគួរឲ្យខ្លាចណាស់
កម្លាំងកណ្ដឹងទេពនេះពិតជាសាហាវពិតមែនសូម្បីតែលោកគ្រូធំដែលមានក្បាច់គុណខ្ពស់កម្រិតលើយន្តអ៊ីងក៏មិនអាចយកឈ្នះវាបានដែរចឹងមានន័យថាកណ្ដឹងទេពនេះមានតែទេវតាដែលមានយុទ្ធសិលកម្រិតខ្ពង់ខ្ពស់ប៉ុណ្ណោះទើបអាចយកឈ្នះវាបានមិននឹកស្មានថាពួកយើងជាគ្រូធំក៏មានជោគវាសនាគួរឲ្យអាណិតបែបនេះដែរតើឲ្យយើងឈោមមើលជីវិតមនុស្សត្រូវបាត់បង់បានដែរឬទេខ្ញុំបាននិយាយហើយថាលោកគ្រូធំទាំង4មិនអាចយកឈ្នះកណ្ដឹងទេពបានទេផ្ដេសផ្ដាសលោកគ្រូអាក្មេងនេះឯងនៅតែហ៊ានឈរនិយាយអួតអាងនៅទីនេះទៀតសូម្បីតែអ្នកដែលមានវិជ្ជាគុណកម្រិតគ្រូធំទាំង4ក៏មិនអាចចូលទៅជិតកណ្ដឹងទេពបានដែរឯងគ្រាន់តែជាមនុស្សឥតបានការចេះវិជ្ជាគុណបន្តិចបន្តួចប៉ុណ្ណោះមិននឹងអាចយកឈ្នះកណ្ដឹងទេពបានទៅអាក្មេងតូចឯងមិនទាន់ចូលបានមួយជំហានផងក៏កម្លាំងកណ្ដឹងធ្វើឲ្យខ្លាយជាធូលីបាត់ទៅហើយយើងសូមប្រាប់ឯងឆាប់ចាក់ចេញពីទីនេះទៅបើមានរឿងអ្វីកើតឡើងកុំបន្ទោសយើងថាមិនបានដាស់តឿនឲ្យសោះណែអាល្អិតបើឯងចង់ស្លាប់ខ្លាំងណាស់ឯងដើរទៅមុខសាឡបងទៅខ្ញុំនឹងជួយរើបំណែកសាកសពរបស់ឯងបានបើអញ្ចឹងពួកលោកចាំមើលថាតើខ្ញុំបង្ក្រាបកម្លាំងកណ្ដឹងទេពយ៉ាងម៉េចហើយខ្ញុំនឹងយកកណ្ដឹងនោះមកគ្រប់គ្រងពួកលោកចាំមើលចុះក្មេងតូចឯងទទួលយកការសង្កត់របស់កម្លាំងទេពមិនបានទេឯងនៅអួតអាងដល់ណាទៀតហើយឯងមានអ្នកខ្លាំងណាស់គេបានប្រាប់ហើយតែឯងមិនស្ដាប់ឥឡូវនេះយ៉ាងម៉េចហើយត្រូវអំណាចកណ្ដឹងទេពគ្រប់សង្កត់ហើយមើលទៅឯងប្រហែលមិនមានជីវិតរស់ទេនេះមានរឿងអីកើតឡើងគេមិនកើតអីទេហេតុអីកម្លាំងសង្កត់របស់កណ្ដឹងនោះមិនអាចសម្លាប់គេបានឬមួយគេជាអ្នកមានបុណ្យមកចាប់ជាតិកណ្ដឹងទេពនេះបានផ្ដាច់ជីវិតមនុស្សអស់ច្រើនអ្នកហើយហេតុអីក៏មិនអាចធ្វើឲ្យអាក្មេងតូចនេះមានរបួសសោះអញ្ចឹងឬមួយគេជាម្ចាស់កណ្ដឹងទេពមែនណែអាល្អិតតើឯងជានរណាគេឯងជាម្ចាស់កណ្ដឹងនេះមែនទេម្ចាស់ស្អីវាប្រកាសជាប្រើល្បិចមិនខានដើម្បីគេចផុតពីគ្រោះថ្នាក់នេះចាំមើលបន្តិចទៀតពេលឯងដើរចូលទៅជិតមួយជំហានទៀតច្បាស់ជាត្រូវស្លាប់មិនខានអញ្ចឹងឯងចាំមើលឲ្យច្បាស់ទៅគេបានដើរដល់7ជំហានហើយក្មេងតូចបើឯងហ៊ានទៅមុខមួយជំហានទៀតឯងនឹងត្រូវកណ្ដឹងទេពបញ្ចេញដុំភ្លើងដុតកំទេចខ្លាយជាភ័យហើយខ្ញុំជាមនុស្សមានបុណ្យវាសនាខ្ពស់កុំថាឡើយ7ជំហានសូម្បីតែចូលទៅជិតកណ្ដឹងទេពក៏មិនមានអ្វីកើតឡើងដែរឯងនៅហ៊ាននិយាយអួតអាងទៀតបានហើយបើឯងចង់ស្លាប់ទៅហើយយើងនឹងបំពេញបំណងឯងចុះពួកយើងកុំខាត់គេអីឲ្យគេដើរចូលទៅចុះពួកលោកឃើញទេកណ្ដឹងទេពខឹងហើយអាក្មេងនេះត្រូវភ្លើងកណ្ដឹងទេពចាត់ការឆាប់ឆេះពេញខ្លួនហើយចាំមើលអាក្មេងនេះវាអាចទ្រាំបានប៉ុណ្ណា